បើសម្រាប់ខ្ញុំអរគុណកូនយល់ខ្ញុំអរគុណកូនដែរមានវត្តមានហើយខ្ញុំអរគុណកូនខ្ញុំដែរមានន័យថាមកពីគាត់ជាហេតុផលដែលឲ្យខ្ញុំ keep going បានណាហើយពេលដែលមានកូនហើយខ្ញុំឆ្លាញ់ម្ដាយខ្ញុំលើកដើរខ្ញុំធ្លាប់បិទ social media ហើយខ្ញុំហត់ចោលផ្ទះទៀតខ្ញុំហត់ចេញពីផ្ទះហើយខ្ញុំទៅកំពង់សោមម្នាក់ឯងមានសង្កត់ថាពុំចេញពីធ្វើការពពគ្រាន់តែចប់ពីមនុស្សអស់ហើយបិទធ្វើការពពយំហ៊ូជួយទៅភ្នែកចេញមកធ្វើការធម្មតាសុខចិត្តរៀបការយឺតប៉ុន្តែកុំឲ្យរៀបការខុសព្រោះអីពេលដែលវាខុសទៅវា affect ជីវិតយើងទៅថ្ងៃក្រោយអ្នកដែលចាំអង្គុយនិយាយអង្គុយសើចអង្គុយថាយើងនឹងអត់បានមកឈឺចាប់ជំនួយយើងទេយើងអ្នកទទួលយកម្នាក់ឯងទាំងអស់មនុស្សយើងចិត្តភ្នាល់យល់ទេដែលតែអាចទៅលេងល្បែងបានទេព្រោះល្បែងតែវិញ្ញាណយើងភ្នាល់មួយជីវិតយើងជាមួយការងារយើងហើយមើលឥឡូវការងារនោះវាវេទនាចាស់ឡើងទៅឲ្យដល់មុខមកវាជួបអីខ្លះទៀតចូលចិត្ត challenge yes ចូលចិត្ត challenge ខ្លួនឯងតែពេលខ្លះក៏រៀងរបៀបពង challenge ដេកសិន